បងប្អូនថ្ងៃនេះបានមនុយមុខមកហុកថ្មីទៀតហើយគឺនាងខ្ញុំម៉ាក់របស់នាងខ្ញុំគាត់ទិញមឹកមកយកឲ្យធ្វើបងប្អូនដល់លាងខ្ញុំបានលាងសម្អាតរួចរាល់អស់ហើយលាងវាចំនួន10ទឹកទៅ15ទឹកបងប្អូនទៅទៀតនាងខ្ញុំនឹងធ្វើការអប់មឹកជាមួយនឹងប្រេងខ្យងបងប្អូនទៅទៀតនាងខ្ញុំនឹងធ្វើការដុតមឹកមួយប្រេងខ្យងឲ្យមើលបងប្អូនឲ្យគ្រឿងផ្សំដល់នាងខ្ញុំចាប់ដើមចិញ្ច្រាំខ្ទឹមឯងបងប្អូនចាំរបស់យើងអាមកបងប្អូនទឹកចឹងក៏មកយើងចាប់ដើមខ្ញុំចាប់ដើមលីងខ្ទឹមរបស់យើងឲ្យវាបង្កប់បងប្អូនការអប់មឹករបស់ខុសពីរបស់គេហ្នឹងយើងខ្ទឹមឲ្យវាបង្កប់ហើយទៅយើងដើមដាក់មកចូលបងប្អូនហើយយើងធ្វើការដាក់ចូលបងប្អូនឥឡូវមឹករបស់យើងចាប់ផ្ដើមនេះហើយបងប្អូននាងខ្ញុំបានដាក់ចូលរួចរាល់អស់ហើយរបស់នាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងនាងខ្ញុំដាក់ស្ករចំនួន2ស្លាបព្រា2ស្លាបព្រាជាប់ទេបងប្អូនបន្ទាប់មកនេះខ្ញុំចាប់ផ្ដើមដាក់ប៊ីចេងចំនួនកន្លះស្លាបព្រាបងប្អូនបន្ទាប់មកធ្វើការដាក់ប្រេងខ្យងនេះជាប្រេងខ្យងម៉ាក់របស់កូនខ្មែរយើងផលិតទេបងប្អូនមកនេះខ្ញុំដាក់ម្សៅរ៉ូឌីបងប្អូនម្សៅរ៉ូឌីហើយនេះខ្ញុំចាប់ដាក់ទឹកត្រីម៉ាក់អង្ករផាក់បន្តិចណាទីបងប្អូនឥឡូវមឹករបស់នាងខ្ញុំចាប់ដើមលាយគ្រឿងរួចរាល់អស់ហើយបងប្អូនបន្តិចទៀតនាងខ្ញុំនឹងធ្វើការក្របវាដើម្បីឲ្យវាឆ្អិនណាបងប្អូនឥឡូវនេះខ្ញុំធ្វើការក្របឲ្យបងប្អូនធ្វើការក្របវាសិនអញ្ចឹងណារយៈពេលប្រហែលជា10នាទីវាឆ្អិនហើយបងប្អូនបន្តិចទៀតនឹងចាំអ៊ុតមើលមុខម្ហូបរបស់យើងអប់មឹកជាមួយនឹងប្រេងខ្យងទាំងអស់គ្នានេះបងប្អូនឥឡូវសម្រាប់មឹករបស់នាងខ្ញុំឥឡូវវាចង់និយាយថាមុខម្ហូបអប់មឹកជាមួយនឹងប្រេងខ្យងរបស់នាងខ្ញុំបានឆ្អិនហើយបងប្អូនតិចទៀតនាងខ្ញុំនឹងធ្វើការបង់ស្លឹកខ្ទឹមចូលបងប្អូនដល់ចិត្តឆ្អិនហើយបងប្អូនតិចទៀតនាងខ្ញុំធ្វើការបង់ស្លឹកខ្ទឹមចូលដល់នេះខ្ញុំចាប់បានបង់ស្លឹកចូលបងប្អូនដើម្បីបន្ថែមរសជាតិរបស់វាកាន់តែឆ្ងាញ់សូមចិត្តបងប្អូនជួយចុច Subscribe Channel YouTube របស់នាងខ្ញុំម្នាក់មួយផងដើម្បីឲ្យនាងខ្ញុំមានទឹកចិត្តធ្វើវីដេអូថ្មីៗបន្តទៀតចែកជូនបងប្អូនទូទៅទីបងប្អូនឥឡូវមុខម្ហូបរបស់នាងខ្ញុំបានឆ្អិនហើយអត់មកជាមួយនឹងប្រេងខ្យងបងប្អូនហើយជាមួយនឹងម្រេចចូលពីលើបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត